សួស្តីគ្នានេះខ្ញុំនេះសុមីពិតជាសុំតមែនតើសម្រាប់ការបាត់ខ្លួន3 4ថ្ងៃឥឡូវនេះខ្ញុំមកវិញណាដោយសារតែមួយរយៈនេះខ្ញុំរៀងរវល់ច្រើនហើយណាមួយខ្ញុំឈឺផងចឹងទៅខ្ញុំអត់ទាន់ចង់ធ្វើវីដេអូនេះទាំងអស់គ្នាទេដោយសារតែខ្ញុំក្រែងចិត្តពីព្រោះអ្នកទាំងអស់គ្នាត្រូវមកត្រង់ស្ដាប់ស្រែងកងូ3 4វីដេអូហើយចឹងហើយរៀងក្រែងចិត្តដែរហ្នឹងណាប៉ុន្តែឥឡូវនេះខ្ញុំរៀងក្រាន់ហើយទោះបីជាវាអត់ទាន់ជា 100% មែនប៉ុន្តែខ្ញុំគិតថាស្រែងរបស់ខ្ញុំវាត្រឡប់មកដូចដើមវិញហើយខ្ញុំពិតជាអរគុណអ្នកទាំងអស់គ្នាមែនតើសម្រាប់ការជួយ support ខ្ញុំឲ្យខ្ញុំទទួលបាន 5k subscribe ខ្ញុំពិតជាអរគុណខ្លាំងមែនតើខ្ញុំមិនដែលគិតថាវាអាចនឹងលឿនដល់ថ្នាក់នេះចឹងហើយដើម្បីជាការអរគុណខ្ញុំនឹងសម្រាយរឿង Cherry Magic 2ភាគក្នុងមួយវីដេអូនេះគឺខ្ញុំនឹងសម្រាយភាគ7ឬភាគ8ក្នុងវីដេអូនេះចឹងហើយអ្នកទាំងអស់គ្នាអាចមើលវែងៗបានណាតែមុននឹងចូលដល់សាច់រឿងខ្ញុំសូមអរគុណដល់អ្នក sponsor Thai Cafe របស់ខ្ញុំចំនួន5នាក់អរគុណខ្លាំងមែនតើសម្រាប់ទឹកចិត្តហើយសម្រាប់អ្នកដែលចង់ sponsor Thai Cafe ឲ្យខ្ញុំអាច sponsor តាមនេះបានណាអរគុណច្រើនតើកុំឲ្យខាត់ពេលយូរយើងចូលមកកាន់សាច់រឿងរបស់យើងទាំងអស់គ្នាកាលពីភាគមុនអារ៉ាជីគិតថាចង់តាក់ទងជាមួយ Fujisaki ប៉ុន្តែគាត់ចុះគាត់ឡើងក៏ដឹងពីចិត្តខ្លួនឯងច្បាស់ថាចូលចិត្តនឹងស្រឡាញ់ Kurosawa ដែរគាត់បានរត់ទៅសារភាពប្រាប់ Kurosawa ថាគាត់ក៏ស្រឡាញ់ Kurosawa ដូចគ្នាហើយអ្នកទាំងពីរក៏តាក់ទងគ្នាហើយកាលពីយប់ Kurosawa ក៏បានខលទៅបបួលអារ៉ាជីឲ្យទៅ date ជាមួយគ្នាព្រឹកនេះជាថ្ងៃ date របស់ពួកគេទាំងពីរតែអារ៉ាជីស្រាប់តែក្រោកយឺតហើយរត់ឈឺឆ្លាឡើងពេញហ្នឹងព្រោះដឹងថាគូស្លៀកអីគូធ្វើមិនទៅអត់មានអីស្លៀកទេហើយនៅចុងបញ្ចប់អារ៉ាជីក៏រត់ទាំងទៅដេកទៅដល់មកដោយស្លៀកពាក់ដូចធម្មតានៅលើរថភ្លើងអារ៉ាជីកំពុងតែឈោបន្តខ្លួនឯងដោយសារតែយប់មិញគាត់គេងអត់លក់ហើយរវល់តែសើយពីរបៀបដែតចេះចោះដោយសារដែតពីមុនមកក៏ចឹងទៅបានជាក្រោកមកយឺនតែKurosawaឆានមកប្រាប់គាត់ថាមិនអីទេមកតាមផ្លូវប្រយ័ត្នប្រយែងផងមកដល់ភ្លាមអារ៉ាជីខំរត់មកយ៉ាងលឿនសំដៅមករកKurosawaសុំតបផងណាខ្ញុំមកយឺតតិចហើយមិនអីទេខ្ញុំក៏ទៅតែមកដល់ដូចគ្នាអូយទៀតអីចាំងភ្នែកទៀតអីសង្ហាឡើងដូចតារាអញ្ចឹងដល់អញ្ចឹងតើគាត់ហ៊ានឈរចិត្តសោះអារ៉ាជីគិតថាបើគាត់ស្លៀកពាក់ស្អាតជាងនឹងប្រហែលជាល្អកំពុងតែកាត់សោកKurosawaក៏ចាប់ក្បាលគាត់ងើយឡើងអារ៉ាជីក៏ឮសំឡេងក្នុងចិត្តគាត់ថាអារ៉ាជីស្លៀកពាក់ធម្មតាអញ្ចេះទៅគួរឲ្យស្រឡាញ់ដោយការគិតទៀតហើយថ្ងៃនេះនេះស្លៀកហូឌីដូចគ្នាទៀតឡើងដូចស្លៀកឈុតគូផលអញ្ចឹងហើយមើលសក់នោះទៅក៏ទៅដើរនឹងនៅកន្លែងដដែលរហូតKurosawaគិតហើយក៏ញញឹមឡើងស្រស់តែថាចាំដល់ថ្នាក់ថាសក់គេនៅកន្លែងណាខ្លះហ្នឹងដូចជារៀងលើសហើយបងKurosawaក៏សួរអារ៉ាជីថាចង់ទៅណាមុនតែអារ៉ាជីថាគាត់អត់ទាន់បានរៀប plan អីមកទេKurosawa លើចឹងក៏ញញឹមឡើងចឹងថ្ងៃនេះចាំគាត់ជាអ្នកចាត់ការឲ្យនិយាយឲ្យKurosawaក៏ចាប់ដៃអារ៉ាជីឡើងតែពេលចាប់ដៃភ្លាមបទចម្រៀងក្នុងការសម័យរបស់Kurosawaក៏បន្លឺឡើងស្រឡាញ់គេតែម្នាក់ឯងខុសបាត់ច្រឡំពីនាងបានហើយអារ៉ាជីលឺឲ្យឡើងទូឡើងដៃបទចម្រៀងក្នុងចិត្តនឹងមិនដឹងមានន័យអីទេឡើងភ្លាវសំណាងអីចេញមកជ្រៀងព្រោះបើមិនអញ្ចឹងទេងាប់មិនខានKurosawaពេលឃើញអារ៉ាជីដួលអញ្ចឹងក៏សួរកាត់អីមែនអារ៉ាជីតបទៅវិញថាអត់មានអីទេហើយក៏និយាយទៀតថាKurosawaថ្ងៃនេះតែងខ្លួនសង្ហាមែនតានគាត់វិញអត់ដឹងថាគោះតែងខ្លួនបានណាទេKurosawaលើអញ្ចឹងក៏តបទៅវិញថាគួរឲ្យស្រឡាញ់ម៉ែអារ៉ាជីតែងខ្លួនស្អាតហើយបើអារ៉ាជីគិតច្រើនអញ្ចឹងទៅរកមើលកៅអៅថ្មីអត់អញ្ចឹងរកណាបានខ្លាចអូនអារម្មណ៍អត់ល្អសុខចិត្តនាំទៅទិញថ្មីអារ៉ាជីលឺអញ្ចឹងក៏ញញឹមឡើងមកបានមែនហើយអញ្ចឹងKurosawaជួយរកកៅអៅឲ្យខ្ញុំផងណាKurosawaលឺអញ្ចឹងក៏កាំងនេះយើងបានរកកៅអៅឲ្យអារ៉ាជីអញ្ចឹងឬហើយការកាត់របស់Kurosawaក៏លេចឡើងមកគាត់សម័យថាបានរកកៅអៅឲ្យអារ៉ាជីហើយមើលកៅអៅគេរើសឲ្យខ្ជូតហ្មងណាស្អាតទាំងពីរអញ្ចឹងមិនដឹងរើសមួយណាល្អទេនេះមួយណាក៏មិនសំខាន់ដែរKurosawaឆាប់មកតែងពណ៌របស់Kurosawaលើខ្លួនខ្ញុំភ្លាមមកអាតែងពណ៌ហ្នឹងអាបឺតក៏ឲ្យក្រហមហ្មងប្រូនេះពិបាកនិយាយជាមួយហ្មងណាគិតអីយកហ្មងអារ៉ាជីបន្ទាប់ពីឃើញអញ្ចឹងសុំបដូរចិត្តអត់ទៅវិញបានអត់តែមើលមុខKurosawaឡើងដោយកូនឆ្កែធ្លាក់ទឹកឃើញអញ្ចឹងណាហ៊ានបដិសេធនិយាយលេងទេទៅក៏បានដែរKurosawaបាននាំអារ៉ាជីមកខាងកៅអៅមួយឡើងអភិជនហើយធំមែនតែនឡើងអារ៉ាជីភ័យនេះគាត់មកខុសកន្លែងទៅដឹងនេះមានអារម្មណ៍ដូចអ្នកក្រនៅកន្លែងអ្នកមានអញ្ចឹងអារ៉ាជីអត់ដឹងថាគួររើសកៅអៅបែបម៉េចក៏ឲ្យKurosawaរើសឲ្យហើយអាវដែលKurosawaរើសគឺជាអាវក្រៅពួកគាត់ថាអាវក្រៅអាចពាក់បានគ្រប់ស្ថានភាពហើយវាសមរម្យល្អទៀតអារ៉ាជីសាពាក់ឡើងមកភ្លាមឃើញតែសមមែនតែនKurosawaថាអារ៉ាជីសម្បូរសអញ្ចឹងពាក់ពណ៌ស្អាប់អញ្ចឹងវាលើកសាច់មែនតែនហើយអារ៉ាជីក៏សម្រេចចិត្តថាយកមួយហ្នឹងKurosawaក៏ដើរទៅគិតលុយឲ្យលក្ខណៈថាចង់ទិញឲ្យអូនណាហេចង់ធ្វើអីហ្នឹង
ធ្វើអីមែនទិញឲ្យអារ៉ាជីនឹងហើយតែអារ៉ាជីប្រកែកថាធ្វើចឹងអត់សមទេតែខរសវៈប្រកែករួចអោនទឹកសឹបអារ៉ាជីថាទុកជាអនុស្សាវរីយ៍រវាងយើងទាំងពីរបានដែរលើកដំបងនោះអីតែអារ៉ាជីប្រកែកហើយបញ្ញាប់យកកាត credit ចេញមករួចឃើញឲ្យទៅអ៊ំអ្នកគិតលុយថាគាត់អ្នកចេញលុយខ្លួនឯងអ៊ំម្នាក់ហ្នឹងឃើញអញ្ចឹងក៏លោកដែរទៅយកកាតហ្នឹងតែអារ៉ាជីឮសំឡេងក្នុងចិត្តគាត់ថាមនុស្សប្រុសតែគេទិញកៅអៅឲ្យយើងមានន័យតែគេចង់ដោះវារដៃគេហើយចឹងហើយប្រយ័ត្នខ្លួនផងណាកំឡោះតូចអារ៉ាជីឮហើយឡើងភ័យមានពាក្យអញ្ចឹងដែរមែនសំណាងហើយមិនអត់ឲ្យចេញលុយឲ្យអារ៉ាជីនិងខូរ៉ូសាវ៉ាបន្ទាប់ពីចេញពីហាងខោអាវហើយក៏នាំគ្នាដើរលេងមើលនេះមើលនោះជាច្រើនកន្លែងតាមផ្លូវរបស់ខូរ៉ូសាវ៉ាបានរៀបចំខូរ៉ូសាវ៉ានិងអារ៉ាជីបានញ៉ាំនំឆ្ងាញ់ហើយខូរ៉ូសាវ៉ាក៏ប្រាប់អារ៉ាជីទៀតថាបាយល្ងាចគាត់បានកក់ហាងអ៊ីតាលីហើយចឹងហើយពេលថ្ងៃយើងញ៉ាំអីតិចបានហើយអារ៉ាជីញ៉ាំបណ្ដានិយាយបណ្ដាថាល្អតាគាត់ចូលចិត្តអញ្ចឹងខូរ៉ូសាវ៉ាលឺហើយក៏និយាយថាចាំគាត់បន្តិចណាគាត់ទៅទិញទឹកឲ្យសិនរួចអារ៉ាជីក៏ចូលចាំម្នាក់ឯងហើយសរសៃរដាកាត់ហ្នឹងក៏និយាយមកថាខូរ៉ូសាវ៉ាសង្ហាមម៉េះដូចតារាអញ្ចឹងពេលមកវិញសាក់ទៅសួរមើលល្អអត់តែថាបងម្នាក់ហ្នឹងនិងបងម្នាក់នេះដូចជាសិទ្ធស្នាគ្នាមែនតើមិត្តក៏មិនដូចជាមិត្តដែរឬមួយជាសង្សារទេដឹងតែគ្មានផ្លូវទេព្រោះមើលមិនក៏អត់សមគ្នាដែរពួកហ្នឹងនិយាយផងសើចផងអារ៉ាជីលឺហើយរៀងអន់ចិត្តបន្តិចដែរគាត់គិតទៅនៅក្នុងហាងមិញក៏អញ្ចឹងដែរព្រោះមានអារម្មណ៍ថាអ៊ំនឹងក៏មើលដឹងដូចគ្នាខូរ៉ូសាវ៉ាក៏ដើរមកល្មមតែឃើញអារ៉ាជីឈរដូចគាំងគាត់ហៅអារ៉ាជីច្រើនដងដែរតែអារ៉ាជីអត់តបគាត់ក៏លូកដៃទៅចាប់អារ៉ាជីតែអារ៉ាជីក៏ក្រវាសចេញធ្វើឲ្យខូរ៉ូសាវ៉ាគាំងមែនតែនហើយអារ៉ាជីក៏ភ្ញាក់ដូចគ្នាសុំទោសដោយសារខ្ញុំភ្ញាក់តែខូរ៉ូសាវ៉ាថាគាត់ទេជាអ្នកសុំទោសព្រោះសុកទៅចាប់ដៃអញ្ចឹងគេភ្ញាក់គ្រប់តែគ្នាហ្នឹងអារ៉ាជីក៏នឹកឃើញមកវិញថាពួកគាត់មកតែជាមួយគ្នាតែសារភាពតាមត្រង់ទៅមិនដឹងគួររក្សាគម្លាតពីគ្នាឆ្ងាយប៉ុណ្ណាទេទៅល្អអារ៉ាជីនៅគិតទៀតថាទូគាត់ព្យាយាមធ្វើខ្លួនឲ្យធម្មតាយ៉ាងណាក៏អត់កើតដែរព្រោះឲ្យតែលើសំឡេងក្នុងចិត្តខូរ៉ូសាវ៉ាពេលណាបេះដូងលូតញាប់មករហូតចឹងទោះចង់ត្រឡប់ទៅជាមិត្តរួមការងារដូចមុនក៏អត់កើតដែរកំពុងតែដើរសោកខូរ៉ូសាវ៉ាប្រាប់អារ៉ាជីថាមិននឹងទៅញ៉ាំអាហារពេលល្ងាចក៏ចង់នាំអារ៉ាជីទៅដើរលេងតិចតួចហ្នឹងណាថាឲ្យក៏នាំគ្នាជិះឡានទៅកន្លែងមួយមកដល់ពុបអារ៉ាជីឡើងគាំងបងអានឹងមិនមែនដើរលេងរបស់បងឯងហេលីកូបទ័រឡើងប៉ិនយ៉ាងថាដើរលេងខូរ៉ូសាវ៉ាក៏ហុចផ្កាឲ្យអារ៉ាជីហើយថាចង់នាំអារ៉ាជីទៅដើរលេងតិចតួចហ្នឹងណាតែដើរលេងលើមេឃព្រោះមានរឿងចង់និយាយតែពីរនាក់យីបងនិយាយនៅក្រៅអត់បានមែនតើនិយាយនៅលើមែនធ្វើដូចរឿងគុណហ្មងតែថាអារ៉ាជីអត់លឺអីដែលខូរ៉ូសាវ៉ានិយាយទេព្រោះត្រង់នឹងអាស្លាប់ចង្ហាលើនឹងពេកហើយក៏ច្រឡំឆ្លើយថាបានដូចយល់ព្រមជិះទៅជាមួយខូរ៉ូសាវ៉ាអញ្ចឹងអាលក្ខណៈថាអត់ដឹងតែគេនិយាយអីទេចេះតែបាតដល់ហើយជាប់តាក់គេប្រដៅហើយពួកគេទាំងពីរក៏នៅគ្នាឡើងជិះហេលីកូបទ័រហ្នឹងខូរ៉ូសាវ៉ាក៏ចង្អុលឲ្យអារ៉ាជីមើលទៅខាងក្រោមថាស្អាតអត់អារ៉ាជីអោនទៅពុបអង្ស្លន់ព្រោះខ្ពស់ពេកគាត់ខ្លាចស្អាតតើមានអីស្អាតតើខូរ៉ូសាវ៉ាញញឹមថាធូរចិត្តបន្តិចដែលអារ៉ាជីចូលចិត្តគាត់នាំអារ៉ាជីមកជិះអញ្ចឹងដោយសារចង់ឃើញអារ៉ាជីញញឹមច្រើនជាមួយការដែលលើកដំបូងរបស់ពួកយើងតែអារ៉ាជីក៏លូកដៃមកចាប់អាវខូរ៉ូសាវ៉ាថាសុំទោសណាតែជួយចុះទៅវិញបានអត់សុំវចុះទៅវិញទៅហើយមើលមុខមិនបាច់ប្រាប់ក៏នឹងតែខ្លាចខ្លាំងដែរហើយពួកគេទាំងពីរក៏ចុះមកវិញអារ៉ាជីដេកដល់ស្ទែកខូរ៉ូសាវ៉ាសុំទៅមិនឈប់ព្រោះមិនគួរឲ្យអារ៉ាជីជីចឹងទេតែអារ៉ាជីប្រកែកថាមកពីគាត់កាក់ខ្លួនឯងទេតែថាហាងអាហារដែលខូរ៉ូសាវ៉ាកត់នោះខូរ៉ូសាវ៉ាថាមិនបាច់បារម្ភទេគាត់ខានសាលវិញហើយព្រោះអារ៉ាជីមើលទៅហត់ពេកពេលត្រឡប់ទៅវិញនៅក្នុងឡានអារ៉ាជីកំពុងតែអង្គុយអន់ចិត្តហើយមិនទោសខ្លួនឯងគាត់ថាខូរ៉ូសាវ៉ាពេលគាត់មកយឺតក៏មិនបានខឹងថែមទាំងមើលទៅរីករាយរៀបចំផ្លែនបានយ៉ាងល្អមិនដូចយើងទេភ័យតែឯងហើយនៅពាក់ខោអាវអន់ទៅទៀតហើយក៏នឹកឃើញពាក្យដែលស្រីពីរនាក់នោះនាំគ្នានិយាយថាគាត់ពីរនាក់អត់សមគ្នាទេគាត់ក៏គិតថាខ្លួនឯងអត់សមនឹងខូរ៉ូសាវ៉ាដូចគ្នាហ្នឹងតែសុកខូរ៉ូសាវ៉ាក៏ខិតមកចិត្តគាត់ធ្វើឲ្យអ្នកទាំងពីរប៉ះគ្នាហើយអារ៉ាជីក៏ឮសំឡេងក្នុងចិត្តខូរ៉ូសាវ៉ាថាខូរ៉ូសាវ៉ាក៏កំពុងវិបាកចិត្តដូចគ្នាគាត់កំពុងគិតថាអារ៉ាជីប្រកាសជាសុំគាត់បែកមិនខានមិនបានគាត់មិនសង្កេតមើលសោះអញ្ចឹងថាអារ៉ាជីខ្លាចនឹងញ័រនោះគាត់នេះអន់ខ្លាំងមែនតានអត់ចេះមើលស្ថានភាពសោះគាត់ថាជាដេតដំបងបានជាធ្វើអីអត់ចេះកិនហើយមិនសមមិញភ័យឡើងគេងអត់លក់ទៀតមកដល់ផ្ទះអារ៉ាជីក៏ចុះទៅមុនខូរ៉ូសាវ៉ាបំរុងនឹងប្រាប់អីទៅអារ៉ាជីតែប្រាប់អត់បានទេដោយសារតាឡានចតនៅកណ្ដាលផ្លូវចឹងហើយបានតាមតែនិយាយថា good night ទៅអារ៉ាជី
គុណណៃណាអារជីពេលដឹងថាខូរ៉ូសាវ៉ាក៏ភ័យអខ្លាំងដោយគាត់អញ្ចឹងដែរធ្វើឲ្យបេះដូងគាត់លោតលឿនខ្លាំងមែនតើគាត់ទៅលើសម្លេងខូរ៉ូសាវ៉ាឈឺចាប់បែបនេះជាលើកដំបូងទេហើយក៏មិនចង់ឲ្យខូរ៉ូសាវ៉ាកាត់ច្រើនដែរអញ្ចឹងហើយបើសិនជាថ្ងៃក្រោយបានដេតគ្នាម្ដងទៀតគាត់ក៏ចង់បង្ហាញអារម្មណ៍ពិតៗឲ្យខូរ៉ូសាវ៉ាបានឃើញដើម្បីកុំឲ្យខូរ៉ូសាវ៉ាកាត់ច្រើនអញ្ចឹងទៀតហើយក៏គិតទៀតថាការព្យាយាមរបស់ខូរ៉ូសាវ៉ានៅថ្ងៃនេះគួរឲ្យស្រឡាញ់ខ្លាំងមែនតើព្រឹកថ្មីខូរ៉ូសាវ៉ាបានមករកអាសាហេណារឿងការងារតែពេលអាសាហេណាងាកទៅឡើងភ្ញាក់កាត់អីហ្នឹងធ្វើចិត្តឲ្យល្អយើងនៅមានរឿងការងារត្រូវពឹងឯងទៀតណាធ្វើចិត្តហើយមើលខូរ៉ូសាវ៉ាមិនដឹងយប់មិញកាត់អីខ្លះទេឡើងដូចមនុស្សអត់ប្រឡឹងហើយពេលហ្នឹងដែរអារ៉ាជីក៏ដើរចូលមកហើយខូរ៉ូសាវ៉ាមកនិយាយជាមួយគ្នានៅខាងក្រៅគាត់បានសួរខូរ៉ូសាវ៉ាថាយប់នេះទំនេរអត់គាត់ចង់បបួលខូរ៉ូសាវ៉ាទៅដើរលេងពេលយប់ក៏បានមកដល់ខូរ៉ូសាវ៉ានិងអារ៉ាជីក៏បានដើរមកជាមួយគ្នាខូរ៉ូសាវ៉ាគិតច្រើនមែនតើរឿងដែលម្សិលមិញសង្ស័យតែអារ៉ាជីចង់សុំគាត់បាយទេដឹងតែតាមក៏ពិតទៅអារ៉ាជីនាំគាត់មកទិញសភៅម៉ាន់ហ្គាដែលទៅនឹងចេញភាគថ្មីទេព្រោះពីរអ្នកនេះចិត្តម៉ាន់ហ្គាដូចគ្នាហើយក៏អានរឿងតែមួយចឹងហើយទៅអារ៉ាជីនាំគាត់មកណាមួយខូរ៉ូសាវ៉ារវល់តែគិតរឿងដែលពេកឡើងភ្លេចថាថ្ងៃនេះចេញភាគថ្មីខូរ៉ូសាវ៉ាអត់ដឹងថាមានរឿងអីកាត់ឡើងទេប៉ុន្តែគាត់មានអារម្មណ៍ថាសប្បាយនឹងរីករាយជាមួយវាខ្លាំងមែនតើបន្ទាប់ពីទិញសៀវភៅរួចរាល់អស់ហើយពួកគេក៏បានមកផឹកហើយញ៉ាំអីជាមួយគ្នាតិចតួចញ៉ាំរួចរាល់អស់ហើយពួកគេក៏បាននាំគ្នាដើរចេញមកវិញខូរ៉ូសាវ៉ាប្រាប់ថាហាងមិញឆ្ងាញ់អារ៉ាជីឬហើយក៏ញញឹមធូរចិត្តកាលពីមុនក៏ចូលចិត្តមកញ៉ាំព្រោះនៅនឹងឆ្ងាញ់ហើយថោកទៀតអារ៉ាជីនៅបន្តនិយាយទៀតថាមិនបានគូស្នេហ៍គេចូលចិត្តដេតគ្នាអញ្ចឹងគាត់អត់យល់សោះនិយាយតាមត្រង់ទៅកាលមុនគាត់ធ្លាប់ដេញពួកគូស្នេហ៍អីហ្នឹងឲ្យទៅនរកទៀតផងដោយសារតែចំណែនពេកខូរ៉ូសាវ៉ាលើហើយក៏គិតក្នុងចិត្តថាមិនបានត្រូវទៅដេតគ្នាឬគាត់ក៏មិនដឹងដូចគ្នាព្រោះកាលមុនពេលដេតខូរ៉ូសាវ៉ាគិតតែរកវិធីធ្វើឲ្យអ្នកមកខាងគេសុបាយជាមួយវាតែប៉ុណ្្នឹងឯងអារ៉ាជីក៏បន្តនិយាយទៀតថាខ្ញុំវិញពេលដែលរវល់តែគិតរហូតថាអ្នកជុំវិញខ្លួនយើងគិតយ៉ាងម៉េចខ្លះតែតាមក៏ប៉ັດទៅវាអត់ពាក់ព័ន្ធគ្នាផងព្រោះខូរ៉ូសាវ៉ាព្យាយាមធ្វើគ្រប់យ៉ាងដើម្បីឲ្យខ្ញុំមានក្តីសុខនិងសប្បាយជាមួយនឹងការដេតមួយហ្នឹងតែថាបើខ្ញុំសប្បាយតាមម្នាក់ឯងវាក៏មិនសមដែរខូរ៉ូសាវ៉ាក៏ត្រូវតែសប្បាយដូចគ្នាបើមិនអញ្ចឹងការដេតវាមានន័យអីទៅមិនអញ្ចឹងហីហើយបើសិនជាអ្នកនៅជុំវិញខ្លួនយើងចង់កាត់អីក៏កាត់ទៅខ្ជិលខ្វល់ណាព្រោះសម្រាប់ខ្ញុំបើបានសប្បាយជាមួយខូរ៉ូសាវ៉ាវាសំខាន់ជាងគេបំផុតខូរ៉ូសាវ៉ាលើហើយភ្ញាក់ផ្អើលមែនតើចឹងឬបានជាអារ៉ាជីនាំគាត់មកទិញសភៅហើយនឹងញ៉ាំអីដែលគាត់ចូលចិត្តអារ៉ាជីងក់ក្បាលព្រោះក្រៅពីរឿងពីរនេះក៏អត់ដឹងថាគាត់នឹងខូរ៉ូសាវ៉ាចូលចិត្តអីទៀតផងមិនអត់ចូលចិត្តមែនខូរ៉ូសាវ៉ាប្រកែកថាអត់ទេគាត់ចូលចិត្តណាស់ហើយមានក្តីសុខទៀតខូរ៉ូសាវ៉ាញញឹមហើយគាត់ថាអារ៉ាជីចូលចិត្តប្រាប់គាត់ថាជាពួកនឺតដែលអត់មានបទពិសោធន៍អីតែតាមក៏ប៉ុតទៅអារ៉ាជីចូលចិត្តឲ្យកម្លាំងចិត្តគាត់ដោយការនិយាយបែបធម្មតាចំណែកអារ៉ាជីវិញសប្បាយចិត្តមែនតើព្រោះសំណាងហើយដែលគាត់ក្លាហានហើយហ៊ានបបួលខូរ៉ូសាវ៉ាចេញមកបានខូរ៉ូសាវ៉ាក៏និយាយថាគាត់មានរឿងជាច្រើនចង់ធ្វើជាមួយអារ៉ាជីតែកាលមុនបានតាន់តែសម័យម្នាក់ឯងបើចូលនិយាយចេញទៅខ្លាចអារ៉ាជីស្អប់គាត់ខូរ៉ូសាវ៉ាសម័យអីមែនប្រាប់ឲ្យអារ៉ាជីប្រូមែនចាំមើលសិនថានឹងអីគេអារ៉ាជីក៏បន្តនិយាយថាថ្ងៃនេះរៀងបញ្ញាបន្តិចតែលើក្រោយចាំយើងទៅ plan ពីរនាក់អូខេអត់ខូរ៉ូសាវ៉ាញញឹមយកព្រមហើយពួកគេទាំងពីរក៏បន្តដើរទៅមុខបន្តទៀតដើរសុកអារ៉ាជីរកដួលតែខូរ៉ូសាវ៉ាចាប់ជាប់កាត់អីមែនហ្នឹងផឹកច្រើនពេកទេដឹងអារ៉ាជីសើចគេហៅថាប្រហែលអញ្ចឹងទេដឹងតែខូរ៉ូសាវ៉ាដែលកំពុងតែកាន់អារ៉ាជីជាប់នោះក៏ប្រឡែងចេញមកវិញព្រោះគាត់នឹកឃើញដល់កាលដែលអារ៉ាជីក្រវាដៃគាត់ចេញគាត់ក្រែងថាខ្លាចអារ៉ាជីអត់ពេញចិត្តចំណែកអារ៉ាជីក៏នឹកឃើញដល់រឿងនឹងដូចគ្នាហើយក៏បញ្ញាស្ទុះទៅចាប់ដៃខូរ៉ូសាវ៉ាឡើងជាប់ហើយឡើងអៀនមុខក្រហមខ្លួនរឹងអស់ហើយដោយនិយាយថាជូនគេទៅដល់ស្ថានីយ៍រថភ្លើងផងខូរ៉ូសាវ៉ាគាំងមែនតែនហើយក៏អៀនមកក្រហមដូចគ្នាហើយក្នុងចិត្តគាត់វិញកំពុងតែស្រែកយេទីមួយគាត់បានកាន់ដៃគ្នាហើយដៃតុនខ្លាំងមែនតែនទួយទៀតក៏ក្តៅខ្លាំងណាស់ចង់ទៅស្អីឲ្យបែកផែនដៃទេលោកអារ៉ាជីលឺហើយឡើងភ្ញាក់ប៉ុន្តែបងហើយពួកគេទាំងពីរក៏បន្តកាន់ដៃគ្នាដើរទៅមុខបន្តទៀតពេលកំពុងដើរតាមផ្លូវខូរ៉ូសាវ៉ាក៏សួរអារ៉ាជីថាថ្ងៃនេះព្រះច័ន្ទស្អាតណាស់ត្រូវអត់អារ៉ាជីថាមែនហើយតែក្នុងចិត្តខូរ៉ូសាវ៉ាវិញកំពុងតែគិតថាពាក្យញ៉ាអញ្ចឹងអារ៉ាជីអត់យល់ទេដឹងពាក្យហ្នឹងជាពាក្យជប៉ុនដែលសំឡេងរបស់វាស្តៀងនឹង I love you នៅភាសាជប៉ុនដែលគេនិយមសួរដៃគូឬក៏សារភាពទៅមនុស្សដែលខ្លួនស្រឡាញ់តែអារ៉ាជីក៏តបទៅថាអត់ផងពាក្យហ្នឹងក៏យល់តើខូរ៉ូសាវ៉ាឮហើយគាំងមែនតើចុំមិញគាត់ច្រឡំនិយាយចេញទៅមែនអារ៉ាជីវិញឡើងគាំងគាត់ក៏ច្រឡំឆ្លើយដូចគ្នាភ្លេចថាមិញខូរ៉ូសាវ៉ានិយាយក្នុងចិត្តគាត់ក៏បន្លប់ថាខូរ៉ូសាវ៉ាផឹកច្រើនពេកទេដឹងនិយាយអីចេញមកទាំងអស់ខូរ៉ូសាវ៉ាក៏គិតថាប្រហែលជាស្វឹងទេដឹងតែអារ៉ាជីវិញ
ភ័យមែនតែនបេះទៅហើយមិញគាត់ស្ដាប់ឮពាក្យក្នុងចិត្តច្រើនពេកដល់ថ្នាក់ច្រឡំអត់ដឹងថាណាពាក្យក្នុងចិត្តអាណានិយាយមែនតែនខរសវៈនៅបន្តកាត់ក្នុងចិត្តទៀតថាស្មានតែអារជីអានចិត្តបានតែរឿងចឹងដែលការឡើងមែនតែនអីហើយចុះបើសិនជាអានបានមែននោះអារជីភ្ញាក់ឡើងព្រឺតហើយប្រឡែងដៃខរសវៈចេញឡើងលឿនមិញដូចឃើញរុក្ខាខុអីបន្ទាប់ពីនិយាយបន្លប់ខរសវៈបានហើយអារជីក៏គិតឃើញថាបើសិនជាគាត់ជាខរសវៈប្រហែលជាមិនចូលចិត្តដូចគ្នាបើសិនជាខរសវៈអាចអានចិត្តបានមិនស្រួលក៏មិនចង់ឲ្យប៉ះខ្លួនទៀតផងពេលនឹកឃើញថាខរសវៈដឹងរឿងគាត់ខ្លាចមែនតែនខ្លាចថាខរសវៈនឹងស្អប់គាត់នៅគិតថាតកតងគ្នាតែលាក់បាំងគ្នាអញ្ចឹងដូចមិញមិនទេហើយខរសវៈបើយើងប្រាប់រឿងវេទមន្តឈួតនេះតើនឹងមានអារម្មណ៍យ៉ាងម៉េចទៅចាប់តាំងពីដែលថ្ងៃហ្នឹងមកគឺមានរយៈពេលមួយខែហើយអារជីនៅតែគិតដដែលថាគួរប្រាប់ខរសវៈរឿងវេទមន្តហ្នឹងល្អអត់ព្រោះគាត់មិនហ៊ានប្រាប់ទៅចំតែបើសិនជាអត់ប្រាប់គាត់ខ្លាចថានឹងមិនល្អព្រោះតកតងគ្នាយូរហើយតែនៅតែមានរឿងលាក់បាំងនឹងគ្នាទៀតហើយអ្នកទាំង3អ្នកនេះក៏មកមើលប្រជែកការងារថ្មីតកតងនឹងឧបករណ៍ work hard សាច់ដុំរបស់មនុស្សប្រុសវាត្រូវនឹងថ្ងៃទី3ខែកក្កដាអារជីអានចិត្តខរសវៈទៅដឹងថាវាជាថ្ងៃកំណើតរបស់ខរសវៈវិញសប្បាយចិត្តហើយរំភើបមែនតែនព្រោះបើដល់ថ្ងៃកំណើតគាត់ភ្លាមអាយុគាត់នឹងច្រើនជាងអារជីឡើង262ថ្ងៃអារជីឮហើយក៏ឆ្ងល់ថៃនឹងបងចង់អាយុច្រើនជាងគេឡើងញ័រហ្មងប្រូរុក្ខាខុវិញក៏និយាយឡើងមកថាមនុស្សដែលត្រូវចូលរួមមកសាឧបករណ៍ហ្នឹងអត់គ្រប់ទេឲ្យខរសវៈនិងអារជីបបួលពួកម៉ាក់មកផងបានអត់អ្នកទាំងពីរក៏យល់ព្រមចាំនាំអ្នកស្គាល់មកណែហើយពេលត្រឡប់មកវិញអារជីអង្គុយគិតច្រើនទៀតហើយព្រោះមិនដឹងថាគួរទិញកាដូអីឲ្យខរសវៈល្អណោខរសវៈវិញក៏ចង់បានអីដូចគ្នាដល់អញ្ចឹងទៅមានតែប្រើវេទមន្តនេះឲ្យទៅបានគ្រាន់តែចង់ដឹងទៅចង់បានអីប្រើបន្តិចទៅវាដែរខុសអីអារជីគិតហើយក៏ដើរទៅចិត្តខរសវៈហើយក៏ប៉ះតិចបែបអត់ឲ្យដឹងខ្លួនពេលហ្នឹងខរសវៈកំពុងគាត់ថាកាសគាត់បាត់ទៅណាគាត់រកអត់ឃើញទេប្រហែលជាជ្រុះតាមផ្លូវដឹងអារជីលឺហើយគាត់នឹកឃើញថាកាសជាកាដូល្អមួយយ៉ាងដែរតើនៅមួយខរសវៈចូលចិត្តស្ដាប់ភ្លេងពេលទៅធ្វើការនៅតាមខេត្តប្រើកាស Bluetooth ប្រហែលជាល្អកំពុងតែកាសសុកខរសវៈក៏ចាប់ដៃអារជីឡើងភ្ញាក់មិនខរសវៈដឹងអញ្ចឹងគាត់ខំឈរស្គៀមអំពីក្រោយឲ្យដឹងផងតែភ្លេចមើលថាក្នុងអេក្រង់កុំព្យូទ័រឃើញសមោលឡើងច្បាស់ចំណែកចាយ Fujisaki ដែលឃើញហេតុការណ៍ទាំងអស់នេះវិញបាយឆ្ងាញ់ហ្មងញ៉ាំបាយខ្លែមទឹកជ្រលក់ BL នេះពិតជាឆ្ងាញ់មែនតើកាត់មកស៊ឺហ្កេនិងមីណាតូវិញដោយសារតែស៊ឺហ្កេចង់មកមើលការរត់របស់មីណាតូដើម្បីយកវាទៅសិក្សាហើយយកទៅសរសេរបារម្ភលោករបស់គាត់ទើបមីណាតូនាំមកតែពេលមីណាតូកំពុងរាំហ្នឹងស៊ឺហ្កេថតរូបមីណាតូច្រើនខ្លាំងមែនតែនហើយបងម្នាក់ក៏ដើរមកទាំងខឹងថាមិញឯងថតអីគេលួចថតមែនស៊ឺហ្កេប្រកែកថាអត់ទេគាត់ទៅធ្វើអញ្ចឹងធ្វើអីតែមីណាតូក៏ដើរមកខាត់ថាគាត់នាំស៊ឺហ្កេមកដើម្បីសិក្សាទេតែបងហ្នឹងក៏ថាសិក្សាស្អីបើចង់សិក្សាណាមិនក៏មិនរាំខ្លួនឯងទៅមីណាតូក៏ប្រកែកគាត់ជាអ្នកសរសេរបារម្ភលោកឲ្យទៅរាំមិនចេះរាំតែស៊ឺហ្កេក៏ឮពាក្យក្នុងចិត្តមីណាតូដូចគ្នាថាគាត់មិនចង់ឆ្លោះគ្នាទេណាមួយគាត់ខំបបួលស៊ឺហ្កេមកផងអត់ចង់ឲ្យមានរឿងសោះស៊ឺហ្កេឮចឹងក៏ប្រមូលភាពក្លាហានហើយនិយាយថាមករំក៏បានដែរដាក់ភ្លេងមកអញ្ចឹងតែវអត់តាន់បាន1នាទីស្រួលបួផងក្រិចជើងនឹងដេកស្ទេបាត់ហើយមីណាតូក៏ដើរចូលមកមើលទៅរួចអត់នឹងអត់ចេះរាំផងចាំបាច់ក្រំបាត់ពិបាកអញ្ចឹងធ្វើអីស៊ឺហ្កេឮហើយក៏និយាយសុំតគាត់គិតថាគាត់មិនគួរមកទីនេះតាំងពីដំបូងម៉េចហើយមីណាតូក៏ហុចកាមេរ៉ាឲ្យគាត់ធ្វើឲ្យដែរអ្នកទាំងពីរប៉ះគ្នាក៏ឮសំឡេងក្នុងចិត្តមីណាតូវិញថាគាត់កំពុងគិតថាស៊ឺហ្កេជាមនុស្សចម្លែកមែនតែក្លាហានជាងការគិតរបស់គាត់ទៀតស៊ឺហ្កេឮហើយឡើងពុតខ្លួនគិតត្រូវហើយដែលមកទីនេះនោះហើយពួកគេទាំងពីរក៏នាំគ្នាអង្គុយមើលរូបថតដែលស៊ឺហ្កេថតមិញឃើញថាមីណាតូស្អាតខ្លាំងមែនតែនស្ទាយរាំឡើងលយហ្មងណាមីណាតូថារូបគាត់ថតពេលរាំធ្វើមកអញ្ចឹងឬស៊ឺហ្កេថាអត់ដែលឃើញទេមែនមីណាតូបកកាយថាអត់ទេព្រោះពេលគាត់រាំគាត់នៅទៅពីខាងក្រោយទេហើយអ្នកនៅមុខគឺជាអ្នកច្រៀងចឹងមិនងាយមានគេថតទេស៊ឺហ្កេនិយាយថាគាត់អត់យល់ពីការរាំទេតែមីណាតូរាំចេញមកស្អាតខ្លាំងមែនតែនមីណាតូឮហើយក៏ញញឹមទាំងមុខក្រហមតិចប្រាប់ស៊ឺហ្កេថាគាត់ទៅ audition ក្រុមហ៊ុនធំហើយក៏ចូលដល់វគ្គចុងក្រោយហើយដែរទាំងអស់នេះក៏ព្រោះតែស៊ឺហ្កេឲ្យកម្លាំងចិត្តគាត់នៅថ្ងៃហ្នឹងធ្វើឲ្យគាត់មានកម្លាំងចិត្តអរគុណមែនតែនស៊ឺហ្កេឮហើយឡើងអៀនក្តៅឡើងដល់ភ្នែកដល់វ៉ែនតាឡើងមើលអីលេងឃើញហើយមីណាតូនេះគ្មានដឹងអីទេនៅទៅដោះវ៉ែនតាគេទៀតដែលលួចគិតថាស៊ឺហ្កេពេលអត់វ៉ែនតាសង្ហាជាងការគិតទៀតឬចឹងណាគេធំបានសំដួលមុនហើយជួយផងមីណាតូខ្ជូតពេកហើយពេលហ្នឹងអារជីក៏ឆាតមកល្មម
បើមានមិត្តអីបបួលមកកន្លែងហាត់ប្រាណបន្តិចមករកតែគេចូលតួបន្តិចមិនបានបញ្ញាទៅឆាតមកហើយទីបំផុតក៏ដល់ថ្ងៃកម្មវិធីល្មមអារជីក៏កំពុងតែគិតថាគាត់គួរឲ្យកដោទៅខុរសវ៉ាមិនល្អណោះគាត់ចង់ឲ្យបែបធម្មជាតិដែរព្រោះតាមធម្មតាអត់ដាក់ឲ្យណាគេផងឲ្យតែប៉ាម៉ាក់ដល់អញ្ចឹងទៅអត់ដឹងតែគួរធ្វើម៉េចទេនេះប៉ុន្តែទោះជាភ័យយ៉ាងណាក៏ដោយទីបំផុតគាត់ក៏ប្រមូលភាពក្លាហានហើយយកវាទៅឲ្យខុរសវ៉ាបានសម្រេចខុរសវ៉ាភ្ញាក់ផ្អើលមែនតើហើយក៏សប្បាយចិត្តណាស់ដែរពេលបើកមើលកាដូនឹងទៅឃើញថាវាជាកាសគាត់ឃើញភ្លាមសប្បាយចិត្តមែនតើកាសគាត់កំពុងតែបាត់ផងអារជីដឹងដល់របៀបណាហ្នឹងអារជីក៏ឆ្លើយទាំងត្រត្រប់ថាអូទាយហ្នឹងទាយក៏សប្បាយចិត្តខ្លាំងមែនតើអរគុណណាអារជីលឺហើយក៏ញញឹមគាត់គិតថាវេទមន្តនេះមិនអាក្រក់ពេកទេគិតថាវាល្អទៀតផងមិនបាយប្រាប់រឿងវេទមន្តឲ្យខុរសវ៉ាដឹងក៏មិនអីដែរຕົករហូតហ្មងទៅដល់ពេលដែលគ្រប់គ្នាមកវាស់សមត្ថភាពជាមួយនឹងឧបករណ៍ល្មមហើយខុរសវ៉ាក៏យកមិត្តភ័ក្តិមកបានយ៉ាងច្រើនមែនតើសមហើយព្រោះខុរសវ៉ាមើលមិនក៏ដឹងថាមានមិត្តភ័ក្តិច្រើនដែរហើយអារជីយើងវិញបាន2នាក់គឺស៊ឺហ្កេហើយនឹងមីណាតូនឹងឯងស៊ឺហ្កេក៏ដើរមកសឹបប្រាប់អារជីថាចប់ការងារមានរឿងចង់និយាយជាមួយបន្តិចណាអូខេមីណាតូយើងវិញរាងកាយរឹងមាំល្អមែនតើហើយនៅទុនទៀតមើលលើកជើងឈរលើបាល់ឡឡើងឈៀលអ្នកផ្សេងគេឈរជើង2ឈរមិនដឹងជាប់ផងហើយស៊ឺហ្កេយើងវិញក៏ទៅឈរអញ្ចឹងដែរហើយឈរបានមែនតើអាជីដឹងសរសើរអូស៊ឺហ្កេមិនបានធ្វើបានអញ្ចឹងហើយមើលសាច់ដុំមើលឡើងហាប់ណែនហ្មងខុរសវ៉ាដែលឃើញអារជីយកដៃទៅដាក់លើក្បាលពោះស៊ឺហ្កេអញ្ចឹងស្រាប់តែខុរសវ៉ាអត់ដឹងកាត់អីទេកាច់អានោះឡើងបាក់មានតែគេដឹងអត់ថាប្រូនេះគាត់កាត់អីខុរសវ៉ាក៏ដើរមករកពួកគេណាគេហ្នឹងអារជីក៏តបថាអ្នកដែលគាត់នាំមកហ្នឹងណាខុរសវ៉ាលើចឹងក៏អរគុណស៊ឺហ្កេដែលបានមកតែស៊ឺហ្កេថាមកអីទេគាត់មកដោយសារតែឮថាគេមានចៃរបស់ឲ្យពេលចប់ហ្នឹងណាអារជីមានអារម្មណ៍ថាដូចអត់សូវស្រួលមិនទេបរិយាកាសដូចប្លែកដូចអត់សូវស្រួលដោយឃើញអត់សូវស្រួលអញ្ចឹងអារជីក៏ណែនាំមកស្គាល់ថាស៊ឺហ្កេជាមិត្តគាត់តាំងពីបឋមហើយនេះខុរសវ៉ាជាសង្សារយើងហ្នឹងណាថាលេងហ្នឹងណាគេតែហ៊ាននិយាយអញ្ចឹងកើតខុរសវ៉ាជាមិត្តរួមការងារហ្នឹងណាស៊ឺហ្កេឮអញ្ចឹងក៏សួរខុរសវ៉ាថាមិត្តគាត់ធ្វើការមិនដែរខុរសវ៉ាឆ្លើយតែញញឹមសរសើរអារជីឡើងច្រើនអត់ដាច់ពីមាត់តែគាត់នៅបន្តថាតែអារជីពេលខ្លះចូលចិត្តផ្លឹកបន្តិចក៏ដោយតែខ្ញុំគិតថាអានឹងមុនស្នេហ៍របស់គាត់ហ្នឹងណាស៊ឺហ្កេឮចឹងគាត់និយាយថាខុរសវ៉ាចូលចិត្តរបស់ប្លែកមែនអារជីឮចឹងឆេះប្រយចង់មានន័យថាម៉េចស៊ឺហ្កេចង់មានន័យថាខុរសវ៉ាបែបចូលចិត្តរបស់ចម្លែកហើយបានមកចូលចិត្តអារជីអញ្ចឹងព្រោះអារជីចម្លែកពេលហ្នឹងដែរមីណាតូក៏បានជួបជាមួយរូខាខូហើយពីរនាក់នេះក៏ចំណិតនឹងគ្នាការនៅសមាគមរួមនៅវិទ្យាល័យរូខាខូសរសើរមិត្តខ្លួនឯងឲ្យពួកបងដឹងច្រើនមែនតើថាមីណាតូពូកែរួមណាតែមីណាតូវិញគិតថាมันមានអីគួរឲ្យមានមោទនភាពទេជាអ្នកធ្វើការក្នុងក្រុមហ៊ុនដូចរូខាខូទៅគួរមានមោទនភាពជាងអារជីដើរយឺតទៅចិត្តស៊ឺហ្កេហើយលើពាក្យក្នុងចិត្តស៊ឺហ្កេកំពុងតែគិតច្រើនរឿងមីណាតូជួយអត់បានទេបើប្រឈមមុខជាមួយស្នេហាវិញគាត់ក៏ល្ងងមិនដឹងជួយមីណាតូមិនទេអារជីឮហើយឡើងភ្ញាក់ហាស្នេហាឬឈប់សិនមិនបានយើងមានអារម្មណ៍ថាយើងនិយាយមួយគ្នាដូចធម្មតាអញ្ចឹងហើយពីអ្នកនេះក៏ទៅដឹងថាតាំងកប៉ាត់ពួកគេអាចនិយាយជាមួយគ្នាក្នុងចិត្តបានដោយសារតែមានវេទមន្តដូចគ្នាអញ្ចឹងហើយគ្រាន់តែនិយាយក្នុងចិត្តក៏អាចនិយាយដូចធម្មតាបានដែរហើយអារជីក៏អូស៊ឺហ្កេមក clear អីគេឯងមានវេទមន្តដែរមែនស៊ឺហ្កេតបថានឹងឯងយើងនៅ single ដល់30ឆ្នាំដូចគ្នានឹងអារជីក៏សួរថាហើយអូនម្នាក់ហ្នឹងឯងច្បាស់ជាមួយគេអត់អារជីចង់សំដៅទៅមីណាតូហើយពេលហ្នឹងដែរខុរសវ៉ាក៏ចៃដន្យដើរមកឃើញពួកគេល្មមស៊ឺហ្កេបន្តនិយាយថាគាត់ច្បាស់ពេលខ្លះគាត់គិតថាគាត់លួចស្រឡាញ់តាំងពីឃើញដំបូងអារជីលឺឲ្យក៏ស្រែកអីគេស្រឡាញ់មែនតើអីស្ងាត់មើលនិយាយលឺម៉ែគេលឺអស់ឡើយដោយសារតែស៊ឺហ្កេខ្លាចគេលឺអញ្ចឹងក៏បបួលអារជីឲ្យមកនិយាយគ្នាក្នុងចិត្តវិញខុរសវ៉ាដែលឈរមើលពីចម្ងាយឬថាលួចស្រឡាញ់ក៏ថាស៊ឺហ្កេលួចស្រឡាញ់អារជីចំណែកពីរអ្នកនេះវិញក៏មកឈរចិត្តគ្នាដោយនិយាយក្នុងចិត្តតែថាឈរស្ងៀមតែពីរអ្នកអញ្ចឹងនឹងគួរឲ្យចង់សើចគេអត់ដឹងគេឆ្ងល់ទេណាឈរធ្វើអីឈរស្ងៀមអញ្ចឹងអារជីសួរស៊ឺហ្កេថាសារភាពហើយនៅតែស៊ឺហ្កេថានៅទេអារជីក៏រឿងភ្ញាក់ផ្អើលដែរព្រោះតាមធម្មតាស៊ឺហ្កេចូលចិត្តនិយាយអីក្នុងចិត្តចេញមករហូតស៊ឺហ្កេក៏តបថាប្រហែលជាគាត់ស្រឡាញ់បែបប្រកបប្រជាទេដឹងបានអញ្ចឹងបើគាត់សារភាពទៅខ្លាចមីណាតូស្អប់តែអារជីឲ្យកម្លាំងចិត្តទៅស៊ឺហ្កេថាជឿជាក់លើខ្លួនឯងតិចមើលស៊ឺហ្កេសង្ហាណាហើយណាមួយបើមីណាតូអត់ចូលចិត្តមែនមកតាមស៊ឺហ្កេដល់នេះទេស៊ឺហ្កេលឺហើយក៏តបទៅវិញថាពីដែលអញ្ចឹងមែនអីចំណែកអារជីពេលឃើញមិត្តខ្លួនឯងធ្វើមុខមិនសប្បាយចិត្តជាលើកដំបូងអញ្ចឹងក៏នឹកឃើញតែខ្លួនឯងក៏ដូចស៊ឺហ្កេដែរគាត់ក៏មានរឿងអាត់កំបាំងលាក់ជាមួយខុរសវ៉ាដូចគ្នាហើយនៅព្យាយាមយកលេសលាក់បាំងមករហូតតែតាមក៏ប៉ាត់ទៅមើលហើយដែលគាត់ចង់ប្រាប់ខុរសវ៉ាព្រោះខ្លាចខុរសវ៉ាស្អប់គាត់តែងតែការមុនគាត់ព្យាយាមរត់គេចពីខុរសវ៉ាសោះតែមិនដឹងម៉េចពេលនេះបើជាស្រឡាញ់ខុរសវ៉ាខ្លាំងហើយខ្លាចបាត់បង់ដល់ថ្នាក់នេះ
อาราจิញញឹមឡើងហើយនិយាយថាអរគុណណាស៊ឺហ្កេដែលយករឿងនេះមកប្រាប់គាត់ខូរ៉ូសាវ៉ាដែលមើលពីចម្ងាយហើយឃើញស្នាមញញឹមរបស់អារាជីពេលនេះភ្លាមគាត់មានអារម្មណ៍មិនល្អមែនតើព្រោះអារាជីពេលនៅជាមួយគាត់មិនដែលញញឹមបែបនេះពីមុនមកទេហើយពួកគេទាំងពីរក៏ដើរត្រឡប់ចូលទៅខាងក្នុងវិញអារាជីដែលកំពុងតែដើរតាមពីក្រោយស៊ឺហ្កេបណ្ដានិយាយគ្នាបណ្ដានោះក៏ត្រូវខូរ៉ូសាវ៉ាចាប់យកទៅបាត់ស៊ឺហ្កេឆ្ងល់បំរុងនឹងស្រែកហៅហើយតែមីណាតូមកហៅមុនទើបគាត់ដើរទៅរកមីណាតូបាត់ទៅកាត់មកអារាជីដែលត្រូវខូរ៉ូសាវ៉ាចាប់មកវិញនោះកែវភ្នែករបស់ខូរ៉ូសាវ៉ាពេលនេះកំពុងសម្លឹងមើលក៏អត់ដាក់ភ្នែកទេអារាជីស្រឡាញ់ខ្ញុំពិតមែនឬអារាជីលឺហើយកាំងមែនតើខូរ៉ូសាវ៉ាមិនបានសួរអញ្ចឹងនេះនៅក្រុមហ៊ុនណាខូរ៉ូសាវ៉ាចាប់ដៃអារាជីដល់ជាប់មិនបានសួរប៉ុណ្ណឹងអត់បានក្នុងចិត្តរបស់គាត់ក៏បន្តនិយាយថាមានអ្នកដែលស្រឡាញ់ជាងគាត់ហើយមែនអារាជីលឺហើយក៏ដឹងភ្លាមខូរ៉ូសាវ៉ាយកច្រឡំគាត់ជាមួយស៊ឺហ្កេទើបបញ្ញាប្រាប់ទៅវិញថាស៊ឺហ្កេនឹងគាត់គ្រាន់តែជាមិត្តទេអត់មានអីលើសពីនឹងទេតែខូរ៉ូសាវ៉ាថាគាត់លើស៊ឺហ្កេនិយាយថាចូលចិត្តតាំងពីថ្ងៃដំបូងតែអារាជីបកាយថាស៊ឺហ្កេគ្រាន់តែមកពិភាក្សារឿងស្នេហាទេអត់មានអីលើសពីនឹងទេទោះជាមិត្តនឹងគ្នាតាំងពីយូរក៏ដោយតែចូលចិត្តគ្នាបែបស្នេហាមិនអាចទៅរួចជាដាច់ខាតតែខូរ៉ូសាវ៉ានៅតែមិនអស់ចិត្តហើយក៏ច្រើនដដែលអារាជីមានអីលាក់បាំងជាមួយគាត់មែនព្រោះពេលអារាជីនៅជាមួយគាត់និងនៅជាមួយមិត្តភក្តិគឺខុសគ្នាខ្លាំងមែនតើដោយមនុស្សម្នាក់ផ្សេងគ្នាខូរ៉ូសាវ៉ាចង់ដឹងការប៉ັດអំពីអារាជីលឺហើយក៏ច្រើនមែនតើដំបូងគាត់មិនចង់ប្រាប់ខូរ៉ូសាវ៉ាទេថាគាត់អាចអានចិត្តមនុស្សបានព្រោះគាត់ស្រឡាញ់ខូរ៉ូសាវ៉ាខ្លាំងពេកខ្លាចបាត់បង់ខូរ៉ូសាវ៉ាពេលដែលប្រាប់ការប៉ັດទៅតែគាត់ចុះគាត់ឡើងក៏ប្រាប់ការប៉ັດទៅខូរ៉ូសាវ៉ាខ្ញុំជាមនុស្សមានវេទមន្តអាចអានចិត្តមនុស្សបានដោយការប៉ះខូរ៉ូសាវ៉ាលឺហើយកាំងមែនតើហើយអារាជីក៏ចាប់ដៃខូរ៉ូសាវ៉ាជាប់ហើយស្ដាប់ការគិតរបស់ខូរ៉ូសាវ៉ាដែលកំពុងវល់អារាជីសោកក៏បដូរឬមួយអារាជីស្អប់យើងទេដឹងខ្ញុំមិនបានស្អប់ខូរ៉ូសាវ៉ាទេអារាជីអានការគិតរបស់គាត់ហើយក៏និយាយចេញមកធ្វើឲ្យខូរ៉ូសាវ៉ាឆ្ងល់ខ្លាំងមែនតើអារាជីនិយាយទៀតថាខ្ញុំអានការគិតរបស់ខូរ៉ូសាវ៉ាបានតាំងពីដំបូងមកម្ល៉េះដែលខូរ៉ូសាវ៉ាប្រាប់ថាខ្ញុំគួរឲ្យស្រឡាញ់ដែលនិយាយថាស្រឡាញ់ខ្ញុំហើយនៅថាក្បាលពោះខ្ញុំនៅតុនដូចនំទៀតហើយនៅសម័យរៀងឈុតគេងនឹងទៀតខ្ញុំដឹងទាំងអស់ហ្នឹងខូរ៉ូសាវ៉ានៅគាំងហើយឆ្ងល់នៅឡើយតែក៏នៅតែបន្តស្ដាប់អារាជីនិយាយទៀតថាដំបូងខ្ញុំក៏មានអារម្មណ៍ថាប្លែកយ៉ាងម៉េចក៏មិនដឹងពេលដែលមនុស្សលយដូចជាខូរ៉ូសាវ៉ាតែបែរជាចូលចិត្តគិតរឿងប្លែកហើយពេលស្ដាប់ឮសំឡេងបេះដូងរបស់ខូរ៉ូសាវ៉ាម្ដងណាបេះដូងរបស់ខ្ញុំលោតលឿនញាប់លឿនមែនតែពេលដឹងខ្លួនម្ដងទៀតក៏លងស្រឡាញ់ខូរ៉ូសាវ៉ាបាត់ទៅហើយខ្ញុំគិតថាបើសិនជាប្រាប់រឿងវេទមន្តនេះទៅខូរ៉ូសាវ៉ានឹងស្អប់ខ្ញុំសំទោសណាដែលពីមុនមិនដែលបានប្រាប់តែនេះហើយគឺជាអីដែលខ្ញុំបានលាក់បាំងខូរ៉ូសាវ៉ាលឺហើយក៏កៀងមួយសន្ទុះហើយសួរថាអារាជីអាចអានចិត្តបានតាំងពីពេលណាតាំងពីពេលដែលទៅគេងផ្ទះខូរ៉ូសាវ៉ាលឺចឹងឡើងតុនជង្គង់មែនអីហើយចូលពេលអារាជីជួយមើលខ្ញុំពេលខ្ញុំស្វឹងការឆ្នាំមុនណោះអារាជីបកាយថានៅទេព្រោះគាត់តែមានវេទមន្តពេលគាត់អាយុ30ឆ្នាំទេខូរ៉ូសាវ៉ាលឺហើយរៀងធូរចិត្តបន្តិចព្រោះពេលគាត់លួចស្រឡាញ់អារាជីដំបូងអារាជីអត់បានដឹងខូរ៉ូសាវ៉ាអោនទៅចិត្តអារាជីហើយញញឹមថាទោះបីជាគួរឲ្យខ្មាស់បន្តិចមែនតែព្រោះតែវេទមន្តនេះធ្វើឲ្យអារាជីបានដឹងពីចិត្តនិងអារម្មណ៍គាត់ចឹងហើយគាត់សប្បាយចិត្តខ្លាំងមែនតើនិយាយចាប់ហើយក៏ញញឹមឡើងស្រស់ដោយផ្កាម៉ោង10អូយចាំងភ្នែកទៀតហើយចាំងលើកទីម៉ាននេះអត់ចាំទេចាំងទៅភ្នែកខូរ៉ូសាវ៉ាក៏សួរទៀតថាអញ្ចឹងបើគាត់កាន់តែប៉ះអារាជីកាន់តែដឹងពីចិត្តគាត់ត្រូវអត់ថាហើយក៏កាន់ដែរអារាជីជាប់ហើយនិយាយក្នុងចិត្តថាអារាជីបេះដូងអូនលោតលឿនមែនតើព្រោះតែបងមិនមែនបានជាលោតលឿនអញ្ចឹងគួរឲ្យស្រឡាញ់មែនទេគាត់និយាយទាំងលើកដៃដាក់លើជាអារាជីតូនមែនតើចង់ប៉ះច្រើនជាងនេះបងស្រឡាញ់អូននិយាយហើយក៏អោនទៅថប់អារាជីថ្នមហើយក៏ងើបមកវិញដែលសួរថាអូនយល់អត់ហើយក៏ថប់ទៅវិញតែលើកនេះថប់យូរហើយខ្លាំងជាងមុនគាត់ប្តេជ្ញាខ្លួនទៅអារាជីចិត្តជាងមុនរលរៀលជាងមុនអារាជីបានត្រឹមតែបិទភ្នែកបិទជាលេងលឺអ្វីអស់ហើយធ្វើមិនទៅបេះដូងគាត់លោតលឿនខ្លាំងមែនតើលេងលឺអីអស់ហើយខូរ៉ូសាវ៉ាក៏ងើបមកវិញតែញញឹមកែវភ្នែករបស់គាត់បញ្ជាក់គ្រប់យ៉ាងថាគាត់រីករាយនឹងមានក្តីសុខហើយក៏សប្បាយចិត្តខ្លាំងណាស់ដែរហើយពួកគេទាំងពីរក៏អោបគ្នាយ៉ាងកក់ក្ដៅហើយភាគ8ក៏ចាប់ត្រឹមនេះមិនដែរអ្នកគ្នាចូលចិត្តភាគ7ភាគ8នេះអត់តែសាច់រឿងគេអត់ចប់ហើយណាគេចាប់ភាគ12គ្រាន់ថាគេឲ្យយើង happy ត្រឹមនេះបន្តមក3វិភាគទៀតយើង happy ជាងនេះទៀតហាខ្ញុំសូមជម្រាបសំណួរចម្លើយអ្នកនរគ្នាសិនចាំភាគក្រោយណាភាគក្រោយចាំយកទៅឆ្លើយដោយសារតែនេះវាវែងពេកចង់30នាទីហើយចឹងហើយបើអ្នកនរគ្នាចង់សួរអីសួរក្រុមនេះមកណាខ្ញុំយកទៅឆ្លើយទាំងអស់ភាគក្រោយខ្ញុំ6យកទាំងអស់ហ្មងអត់យកទៅ5ទៀតទេនិយាយមែនណាចឹងហើយសួរមកចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងឯងបាយបាយ